Rấtសួស្តីបងប្អូនអរគ្នាថ្ងៃនេះម្ដងទៀតយើងមកមើលការសាកបងវិនិយោគរបស់ខ្ញុំខ្ញុំឃើញថាម្សិលមិញវាតម្លៃវា$73តម្លៃ$73អាការសាកបងវិនិយោគគេហៅអីគេ Crypto ស្រឡាញ់ណារបស់ខ្ញុំគឺម្សិលមិញវា73ថ្ងៃនេះវាយើងឃើញថាឡើងដល់78អញ្ចឹងយើងមើលឡើងដល់78ឃើញថាឡើងដល់78អញ្ចឹងយើងទិញតម្លៃយើងទិញវា82ឡើងដល់78អញ្ចឹងយើងនៅខាតនៅឡើយនៅខាត$1100តែខ្ញុំចង់រំលឹកថាពេលដែលវាឡើងដល់96ខ្ញុំយើងចំណេញ$6000អញ្ចឹងយើងនៅតាំងពីខែ5ថ្ងៃ10មកយើងនៅខាតប្រហែលជា$7000នៅឡើយទេយើងមិនតាមបានយើងខាតប៉ុន្តែក៏មិនដែលវាថាយើងទឹកលុយយើងវាធ្លាក់ចុះប្រហែលជា$7000ហើយយើងឃើញថា Solana ថ្ងៃនេះវាឡើងខ្លាំងឡើងពី73ចុះមក72ហើយឡើងដល់78ថ្ងៃនេះវាឡើងខ្លាំងមែនតើហើយអញ្ចឹងក្នុងយើងមករយៈពេល1ខែយើងឃើញថាមើលទៅដូចជាវាអាចចុះមកវិញវាអាចចុះមកវិញអញ្ចឹងវាមិនដឹងថាថ្ងៃណាចុះមកវិញហើយចុះប្រហែលជាចុះបានត្រឹម70អីទេប្រហែលជាចុះមកបានច្រើនទេហើយក៏ប៉ុន្តែរបៀបថាយើងនៅមានរបៀបថាយើងនៅមានព្រោះថាពាក្យហ៊ុនយើងនៅសល់403ទៀតអញ្ចឹងពេលទៅវាឡើងទឹកលុយយើងឡើងតាមហ្នឹងដែរតែខ្ញុំមើលរបៀបថាមើលក្នុងរយៈពេល1ខែមើលទៅវាអាចចុះមកវិញវាអាចចុះមក60 70វិញអញ្ចឹងយើងចាំមើលទាំងអស់គ្នាហើយវាថាថ្ងៃនេះ Crypto របៀបថាល្អទាំងអស់ Ethereum ឡើងពី1570ដល់1626ហើយ Bitcoin ឡើងពី5800ដល់6000ចឹងយើងឃើញថាវាឡើងមកវិញហើយក្នុងខែនេះវាប្រហែលជាអាចចុះមកវិញខែ7អាចចុះដល់65អានេះរបៀបថាហើយគេទីផ្សារខ្លាឃ្មុំវានៅស្ថិតជា6565ដល់75អញ្ចឹងហើយបើទីផ្សារធម្មតាវាអត់ឡើងអត់ចុះប្រហែលនៅ75 80នៅប៉ុណ្ណឹងបើហើយបើសិនជាទីផ្សារហៅទីផ្សារគោលបានប្រហែលជាឡើងដល់80 85អញ្ចឹងយើងចាំមើលអស់គ្នាហើយខែក្រោយប្រហែលជាអាចឡើងដល់95 98អញ្ចឹងហើយចុងឆ្នាំនេះដោយសារតែវាឡើងអញ្ចឹងចុងឆ្នាំនេះប្រហែលជាអាចឡើងដល់110ឬក៏140ហើយបើវាឡើងដល់140យើងចំណេញច្រើនយើងចំណេញចិត្តគុណ2ព្រោះយើងទិញមក82ឡើងដល់140វាយើងអាចចំណេញច្រើនជាងមុនអញ្ចឹងណាហើយអញ្ចឹងយើងចាំមើលទាំងអស់គ្នាតើអាការសាកបងវិនិយោគនេះបានចំណេញអត់ហើយបើសិនជាវាឡើងដល់ប្រហែលជា100 110អីយើងអាចលក់ចេញខ្លះយើងយកប្រាក់ចំណេញឡើងខ្លះអីចឹងទៅហើយព័ត៌មាននៅថ្ងៃនេះយើងឃើញថាទីផ្សារបានពីហ៊ុនសហរដ្ឋអាមេរិក pause ហ្នឹងបានន័យថាបន្តិចបន្ទាប់ពីត្រីមាសទី2ហ្នឹងវាថាត្រីមាសទី2ឡើងយ៉ាងខ្លាំងអញ្ចឹងយើងឃើញថាបានពីហ៊ុនអនាគតរបស់អាមេរិកហ្នឹងវារៀងថយចុះបន្តិចបន្ទាប់ពីត្រីមាសទី2ហ្នឹងវាឡើងខ្លាំងអញ្ចឹងថ្ងៃពហុថ្ងៃស្អែកហ្នឹងអញ្ចឹងគេចេញរបាយការណ៍ការងារអញ្ចឹងទីផ្សារវាថាអ្នកវិនិយោគចាំមើលតើរបាយការណ៍ការងារហ្នឹងម៉េចហើយគេចាំស្ដាប់ពី
ថារដ្ឋាភិបាលរបស់ប្រធានធនាគារកណ្ដាលសហរដ្ឋអាមេរិកលោក Kevin Walsh ថាគាត់ចង់និយាយថាម៉េចដែរហើយគេហៅថាលោក Kevin Walsh ហ្នឹងគាត់មានលក្ខណៈជាសត្វខ្លែងណាជាសត្វខ្លែងបានន័យថាគាត់មានគោលនយោបាយបន្ថឹងអញ្ចឹងគេប្រហែលជាគាត់អាចដំឡើងត្រាការប្រាក់លោក Kevin Walsh ហ្នឹងលោកប្រធាន Kevin Walsh គាត់ឲ្យសញ្ញាថាអតិផរណាវារៀងចុះថយបន្តិចអាហារ20លើអតិផរណារៀងចុះថយបន្តិចលោក Kevin Walsh ហ្នឹងលោក Walsh គាត់បាននិយាយថាអឺហានិភ័យលើអតិផរណាបានធ្លាក់ចុះថ្មីនេះប៉ុន្តែគាត់នៅតែរបៀបថានៅតែនិយាយនៅតែនិយាយដដែលថាគោលដៅរបស់ធនាគារកណ្ដាលគឺឲ្យអតិផរណាធ្លាក់នៅ2%ហើយគាត់ចង់និយាយថា2%គឺ2%នៅខាងឆ្វេងអញ្ចឹងបានន័យថាបើសិនជា2.99ក៏គាត់សម្រេចចិត្តដែរឲ្យតែបានធ្វើម៉េចឲ្យតែបានលេខខាងឆ្វេង2%អញ្ចឹងហើយនៅថ្ងៃស្អែកនេះគេហៅថាអីអត្រាការងារពីខែមុននឹងចេញមក ADP ADP report softer than ADP ហ្នឹងADP នេះអីគេ ADP what is ADP ADP in finance automatic data process ខ្ញុំឃើញថា ADP report softer ADP report ADP report in finance អូខេ ADP ហ្នឹងរបៀបថា ADP ហ្នឹង National Employment Report អញ្ចឹង ADP ហ្នឹងគឺជាអ្នករបៀបថារបាយការណ៍អត្រាការងារនៅអាមេរិកអញ្ចឹងអាហ្នឹងហៅ ADP តែដឹងពាក្យកាត់ហ្នឹងមកពីអី ADP ហ្នឹងអត់ឃើញគេដាក់នៅនេះក៏តែ ADP ហ្នឹងអ្នកចេញរបាយការណ៍អត្រាការវាឃើញថារបាយការណ៍ហ្នឹងបានន័យថា software ហ្នឹង private payroll growth បានន័យថាចំនួនអ្នកមានការងារធ្វើរៀងទន់ខ្សោយបន្តិចអញ្ចឹងបើសិនជាអត្រាការងារទន់ខ្សោយអញ្ចឹងធនាគារកណ្ដាលអត់អាចដំឡើងការប្រាក់បានទេអញ្ចឹងអានេះប្រហែលជាព័ត៌មានល្អមួយដែរយើងឃើញថាតម្លៃប្រេងធ្លាក់ចុះបន្តទៀតដោយសារតែការចែកវេកគ្នាក៏ការទូតហ្នឹងមានការវាថាដំណើរការទៅមុខចឹងវាជួយធ្វើឲ្យអត្រាអតិផរណាថយចុះហើយធ្វើតម្លៃប្រេងថយចុះដែរចាំមើលយើងមើលតម្លៃប្រេងនៅថ្ងៃនេះមិនដែរ WTI យើងឃើញថាអឺមើលទៅទីផ្សារមើលទៅវាថារៀងឡើងថ្លៃអត់ធ្លាក់ចុះដែរខ្ញុំឃើញថានេះហើយឡើងហើយចុះមកវិញប្រហែលដើម NASDAQ យើងមើល WTI មើលតម្លៃប្រេងមិនដែរតម្លៃប្រេងតម្លៃប្រេងចុះដល់68នេះគឺជាព័ត៌មានដែលល្អតម្លៃប្រេងធ្លាក់ចុះមកទៀតហើយ student loan change begin នៅអាមេរិករបៀបថាសិស្សដែលរៀនមហាវិទ្យាល័យគេអាចខ្ចីលុយរដ្ឋាភិបាលទៅ
អាចខ្ចីលុយរដ្ឋាភិបាលទៅនេះអញ្ចឹងអាចខ្ចីលុយរដ្ឋាភិបាលទៅរៀនអញ្ចឹងតែរដ្ឋាភិបាលលោកត្រាំហ្នឹងវាថាគាត់ឲ្យខ្ចីច្រើនទេអញ្ចឹងប្រហែលជាប្រៀបថាកូនសិស្សហើយជាមួយគ្រួសាររបស់កូនសិស្សហ្នឹងប្រហែលជាត្រូវចំណាយលុយរៀងច្រើនជាងមុនដោយសារតែរដ្ឋាភិបាលអាមេរិករបស់លោក Donald Trump ហ្នឹងអត់ឲ្យខ្ចីលុយច្រើន វាថា M&A ហ្នឹងMerger and Acquisition ក្រុមហ៊ុនពីរវាពេលខ្លះវាថា Merger ហ្នឹងច្បាច់បញ្ចូលគ្នា Acquisition ហ្នឹងបានន័យថាក្រុមហ៊ុនធំទិញយកក្រុមហ៊ុនទូចតែពេលខ្លះក្រុមហ៊ុនទូចក៏អាចទិញយកក្រុមហ៊ុនធំបានដែរតែយើងឃើញថាក្រុមហ៊ុនច្បាច់បញ្ចូលគ្នាហើយនឹងក្រុមហ៊ុនទិញគ្នាទៅវិញទៅមកហ្នឹងមានការកើនឡើងអញ្ចឹងGlobal Merger ហ្នឹងវាថាក្រុមហ៊ុនភាគច្រើនទូទាំងពិភពលោកហ្នឹងបានចូលគ្នាវាថាសកម្មភាពវាថាវាថាចូលគ្នារវាងក្រុមហ៊ុនពីរវាថាក្រុមហ៊ុនវាថាពីរឡើងទៅអញ្ចឹងក្រុមហ៊ុនមួយទិញក្រុមហ៊ុនមួយទៀតឬក៏ក្រុមហ៊ុនពីរហ្នឹងច្បាច់ចូលគ្នាហ្នឹងវាមានការកើនឡើងហើយការចូលគ្នាហ្នឹងតម្លៃវាឡើងទៅដល់2.8 trillion ដុល្លារលានដុល្លារហ្នឹងហើយSpaceX របៀបថាពេលគាត់ឡើងលើទីផ្សារសាធារណៈភ្លាមគាត់ទិញយកក្រុមហ៊ុន AI មួយទៀតភ្លាមអញ្ចឹងរបៀបថាក្រុមហ៊ុនរបៀបថានិយាយទៅច្បាច់ចូលគ្នាច្រើនហើយទិញក៏ច្រើនដែរក្រុមហ៊ុន SpaceX ទៅមិនទិញក្រុមហ៊ុន AI មួយហើយនិយាយទៅមួយខែពីរខែមុនហ្នឹងក្រុមហ៊ុនSkydance Paramount Skydance ទិញWarner Brother Discovery ចឹងរបៀបថាសកម្មភាពហ្នឹងវាមានការកើនឡើងអញ្ចឹង increasing pursue acquisition amid AI-driven industry change economic condition អញ្ចឹងរបៀបថាពេលវាទៅច្បាច់ចូលគ្នាពេលក្រុមហ៊ុនពីរច្បាច់ចូលគ្នាពេលវាធំទៅវាធ្វើឲ្យឧបមាថាក្រុមហ៊ុនមួយចំណូលបានរបៀបថា$1,000,000ក្រុមហ៊ុនទៀតចំណូលបាន$1,000,000ថាពេលដែលក្រុមហ៊ុនពីរច្បាច់ចូលគ្នាវាធ្វើឲ្យមានគេហៅថាមពលដ៏ខ្លាំងមួយអញ្ចឹងចំណូលហ្នឹងមិនមែន1 បូក1,000,000បូក1,000,000ទៅ2,000,000ទេ1,000,000បូក1,000,000ទៅជា3,000,000ក៏បានដែរព្រោះអីក្រុមហ៊ុនពីរច្បាច់ចូលគ្នាពេលខ្លះវាធ្វើឲ្យសកម្មភាពហ្នឹងវាបានល្អជាងមុនហើយការចំណាយចុះថោកជាងមុនអញ្ចឹងឧបមាថាធនាគារពីរនៅមានរបៀបថានៅទល់មុខគ្នាអញ្ចឹងចាំពេលធនាគារពីរហ្នឹងច្បាច់ចូលគ្នាចឹងគេលែងត្រូវការធនាគារមួយទៀតគេអាចលក់អគារមួយនឹងចោលគេត្រូវការអគារតែមួយក៏បានដែរអញ្ចឹងបានវាថាការចំណាយហ្នឹងមានការថយចុះច្រើនហើយជាពិសេសតាក់ទងជាមួយ AI ហ្នឹងដូចខ្ញុំនិយាយចឹង SpaceX ក៏មកទិញក្រុមហ៊ុន AI មួយហើយទិញក្រុមហ៊ុនហ្នឹងប្រើបានពាក្យហ៊ុនសុទ្ធដើម្បីទិញក្រុមហ៊ុនហ្នឹងឡើងយើងឃើញថាក្រុមហ៊ុន Nike ក្រុមហ៊ុនវិជើងក្អែកហ្នឹងនៅតែមានសម្ពាធទោះបីជារបៀបថាចំណូលហ្នឹងបានច្រើនជាងការគិតទុកក៏ដោយក៏ប៉ុន្តែរបៀបថាការតម្រូវការហ្នឹងមានការថយចុះជាពិសេសនៅប្រទេសចិនហើយយើងឃើញថាតម្លៃអត្រាការប្រាក់នៅតែមានតម្លៃថ្លៃនៅឡើយនៅ5%នៅឡើយទេហើយតម្លៃ CD 4ទៅ5%ដូចគ្នាវាថា High Yield Savings Account ហ្នឹងរបៀបថានេះរយៈពេលខ្លីអញ្ចឹងវាបាន5%វាច្រើនមែនក៏ប៉ុន្តែរយៈពេលខ្លីបើសិនជាអត្រាការប្រាក់ថយចុះវាអាចថយចុះភ្លាមក៏ប៉ុន្តែ CD វាបើសិនជាដាក់5% 4ទៅ5%អាហ្នឹងក្នុងមួយឆ្នាំទោះបីអត្រាការប្រាក់ថយចុះមក2%វិញក៏ដោយក៏ប៉ុន្តែបើយើងកុងប្រាំមួយឆ្នាំវានៅតែ
4-5%រហូតអញ្ចឹងអានេះក៏ល្អដែរនេះយើងអាចកុំថា CD យើង2-3ឆ្នាំអីចឹងទៅចាំពេលអត្រាការប្រាក់ថយចុះថាថយចុះមក3%វិញក៏យើងចំណេញបាន2%ដែរអញ្ចឹងអានេះសំខាន់បើពេលបើបាន CD នេះយើងអាចវាថាយើងអាចចាក់សោលុយយើងទុកហើយយើងបានចំណេញ4-5%ប្រាប់3ខែ6ខែ1ឆ្នាំ2ឆ្នាំ3ឆ្នាំអីចឹងស៊ីសងលើកុងត្រាចឹងបើយើងចង់បានការប្រាក់បានប្រាក់ចំណេញ4-5%មួយក្នុងមួយឆ្នាំយើងអាចដាក់ក្នុង CD វាល្អហើយរបៀបថាភាគហ៊ុន AI និងSemiconductor គ្រឿងកុំព្យូទ័រ Semiconductor ហ្នឹងបានភាគរបស់ពួកគាត់នៅតែដឹកនាំលើទីផ្សារដដែលបានន័យថាអឺបានភាគហ៊ុនរបស់គាត់បាននៅតែបន្តកើនឡើងអញ្ចឹងយើងឃើញថាអ្នកវិនិយោគនៅតែបង្វែរទុនទៅដាក់នៅក្នុងហេដ្ឋារចនាសម្ព័ន្ធ AI ហើយនឹងគ្រឿងកុំព្យូទ័រSemiconductor ទោះបីជាមានហ្នឹងហើយទោះបីជាមានសំណួរមួយចំនួនរបៀបថាទោះបីជាមានធ្វើឲ្យគេគិតថាការចំណាយរបស់ AI ហ្នឹងវាច្រើនពេកក៏ដោយគ្រាន់តែគេនៅតែជឿថាចំណាយច្រើនហ្នឹងនឹងធ្វើឲ្យមានប្រាក់ចំណេញក៏ច្រើនតាមនឹងដែរហើយយើងមើលអ្នកវិនិយោគកំពុងតែឃ្លាំមើលនៅថ្ងៃទៅមុខទៀតយើងឃើញថានៅថ្ងៃពហុនេះអត្រាអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិកនឹងបញ្ចេញមកថ្ងៃស្អែកនេះហើយគេចាំមើលសញ្ញាដែលថាធនាគារកណ្ដាលសហរដ្ឋអាមេរិកឲ្យសញ្ញាពីតើគេត្រូវដំឡើងហើយនឹងឬក៏ថយចុះឬក៏ដាក់អត្រាការប្រាក់នៅក៏ប៉ុន្តែរបៀបថាមើលទៅសម្ដីរបស់លោកប្រធាន Kevin Walsh ហ្នឹងគាត់និយាយថាអត្រាអតិផរណារៀងថយចុះបន្តិចចឹងមើលទៅសម្ដីគាត់រៀងទន់ភ្លន់ក៏ដោយក៏ប៉ុន្តែមានមនុស្សមួយចំនួនរបៀបថានៅតែគិតថាគាត់គឺជាសត្វខ្លែងណាសត្វខ្លែងចូលចិត្តតែបន្តឹងចូលចិត្តតែដំឡើងការប្រាក់អញ្ចឹងយើងចាំមើលតើធនាគារកណ្ដាលឲ្យសញ្ញាយ៉ាងម៉េចដែរ Second quarter earning session begin later this month អញ្ចឹងបានន័យថាsecond quarter ហ្នឹងត្រីមាសទី2ហ្នឹងវាថាប្រាក់ចំណូលរបស់ត្រីមាសទី2នឹងចាប់ផ្ដើមបញ្ចេញមកហើយនៅក្នុងវាថា beginning later this month ហ្នឹងបានន័យនៅក្នុងខែនេះបើចុងខែនេះហើយក្រុមហ៊ុនភាគច្រើនបញ្ចេញការចំណេញរបស់គេមកហើយយើងឃើញថាតម្លៃប្រេងនិយាយទៅតម្លៃប្រេងល្អដោយសារតែភូមិសាស្ត្រនយោបាយហ្នឹងវាគឺថាមានការវិវត្តទៅមុខអញ្ចឹងណាហើយយើងឃើញថាតើ AI ហ្នឹងនៅតែមានរបៀបថានៅតែមានខ្យល់រុញទៅមុខទៀតអញ្ចឹងប្រហែលជានៅតែមានខ្យល់រុញទៅមុខអញ្ចឹងអ្នកវិនិយោគនៅចាំមើលខាងហ្នឹងដែរបាទថ្ងៃនេះខ្ញុំចង់និយាយខ្លីប៉ុណ្ណឹងហើយបងប្អូនណាចង់លេងសហរដ្ឋអាមេរិកសូមតាក់ទងមកខ្ញុំក្រុមរបស់ខ្ញុំមានវាថាមានកញ្ចប់ទេសចរមកលេងសហរដ្ឋអាមេរិកហើយយើងថ្ងៃនេះគឺវាទៅដំណឹងល្អដោយសារតែការវិនិយោគរបស់យើងហ្នឹងយើងឃើញថាម្សិលមិញខាតអានេះ73អូនេះម្សិលមិញ73ម្សិលមិញយើងឃើញថាម្សិលមិញវា73អញ្ចឹងយើងខាត3000អញ្ចឹងតែថ្ងៃនេះយើងខាតតែ1000ទេអញ្ចឹងគឺជាដំណឹងល្អដែរហើយយើងបើសិនជា
បើសិនជាចុងខែនេះវាឡើងដល់85យើងអាចបានអាការខាតរបស់យើងប្រហែលជានាំមកចំណេញវិញព្រោះអីតម្លៃហ្នឹងតម្លៃ82ឥឡូវវាឡើងបើវាឡើងដល់85ក្នុងខែហ្នឹងមែនគឺយើងមានការចំណេញមកវិញអញ្ចឹងជាពិសេសដល់ពេលដែលយើងទិញនេះ79 82 86ហ្នឹងពេលដែលវាឡើងកាន់តែច្រើនទៅយើងចំណេញច្រើនទៅដែរហើយមួយទៀតអស់ហើយទីផ្សារសហរដ្ឋអាមេរិកយើងមើលទៅនៅតែមានចំណេញហើយតែមាសឡើងពី3977ឡើងមក4000វិញតម្លៃប្រេងថយចុះជាព័ត៌មានល្អបាទហើយ PKW ឡើងដល់143បាយឯកតកម្មម្ដងទៀតហើយចុះមកវិញក្រុមPKW នេះបានបាយឯកតកម្មម្ដងទៀតហ្នឹងឯនេះបាយឯកត142បាយម្ដងឡើងបាយម្ដងទៀតអញ្ចឹងយើងឃើញថាព័ត៌មានតាក់ទងនឹងតាក់ទងសេដ្ឋកិច្ចអាមេរិកនៅតែមានព័ត៌មានល្អបាទអរគុណបងប្អូនទាំងអស់គ្នាហើយយើងចាំមើលទាំងអស់គ្នាតើចុងឆ្នាំនេះយើងចំណេញប្រមាណខាតប្រមាណអរគុណច្រើនបាយបាយ